ai đom luôn cầm tiêu lúc lúc sợi nên cả nhà ngày đi khi miền sợi rơi chia này đã ban một châu ruộng nơi không bị thi bậc cả đã hỏi praยุทธศาสตร์ជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឆ្នាំ2014 2018ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍនានាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍអង្គការជាតិនិងអន្តរជាតិនានាជាសមាជិកនៃក្រុមការងារបច្ចេកទេសនៃវិស័យគាំពារសង្គមសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ធាតុចូលដល់ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ 2014-2018 នឹងធ្វើឲ្យយុទ្ធសាស្ត្រនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្ដែងនៅកម្ពុជានាពេលបច្ចុប្បន្ននេះឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍរួមមានអង្គការស្បៀងអាហារពិភពលោកនិងអង្គការ UNICEF ដែលបានសម្របសម្រួលជាមួយដៃគូអភិវឌ្ឍនានាក្នុងការផ្ដល់ធាតុចូលនិងមតិយោបល់កែលម្អខ្លឹមសារយុទ្ធសាស្ត្រជាតិនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិដែលបានផ្ដល់ថវិកាតាមរយៈអង្គការសម្ព័ន្ធសុខភាពកុមារនិងសុខភាពបន្តពូជសម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនេះកាលពីឆ្នាំ2013និងសូមថ្លែងអំណរគុណដល់អង្គការស្បៀងអាហារអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិដែលបានផ្ដល់ថវិកាសម្រាប់រៀបចំបញ្ចប់នៅសេចក្តីព្រាងយុទ្ធសាស្ត្រនេះក្នុងឆ្នាំ2014វិភាគទានទាំងអស់នេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាក្នុងស្មារតីនេះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមមថាក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទដែលជាស្ថាប័នដឹកនាំសម្របសម្រួលលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភគាំពារសង្គមនិងចលនាជំរុញភូមិមួយផលិតផលមួយនិងបន្តតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍដើម្បីចូលរួមដោះស្រាយបញ្ហាទាំងអស់នេះសម្រាប់ជាប្រយោជន៍ដល់ឧត្តមឧត្តមរបស់ប្រជាជាតិកម្ពុជាយើងទន្ទឹមនេះខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍនិងអង្គការជាតិអន្តរជាតិនានារួមទាំងប្រជាជនកម្ពុជាគ្រប់រូបសូមបន្តនៅកិច្ចសហការគ្នាឲ្យកាន់តែសកម្មនិងរស់រវើកបន្ថែមទៀតដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះឲ្យคล้ายទៅជាសកម្មភាពពិតហើយដោះស្រាយបញ្ហាប្រឈមនានាលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជាជាការពិតក្នុងប្រវត្តិសាស្ត្រប្រជាជនកម្ពុជាយើងតែងមានវីរភាពក្នុងការតស៊ូការពារជីវិតរស់នៅការរក្សាការពារអធិបតេយ្យភាពឯកភាពជាតិឯករាជ្យបូរណភាពទឹកដីនិងកិត្តិយសថ្លៃថ្នូររុងរឿងរបស់ខ្លួនជានិច្ចកាលជាក់ស្ដែងក្រោយថ្ងៃរំដោះ7មករា1979មកយើងបានខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ជំនះគ្រប់ឧបសគ្គដើម្បីដឹកនាំគ្រប់គ្រងដំណើរការកសាងជាតិឡើងវិញបានយ៉ាងល្អប្រសើរពីបាតដៃទទេរហូតមកមានអ្វីសពថ្ងៃសពបែបយ៉ាងដោយសពថ្ងៃនេះ ហើយបានប្រែក្លាយកម្ពុជាពីភាពងងឹតសូន្យសង
tới chia beri chia na cha acharya nay sẽ cây sừng khum năngประกอบដោយកិត្តិយសដែលអាចឈរដោយស្មើភាពនិងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានាទាំងក្នុងតំបន់និងពិភពលោកលើពីនេះទៀតរាជរដ្ឋាភិបាលនៅតែមានចក្ខុវិស័យច្បាស់លាស់នៅតែសម្លឹងមើលទៅកាន់អនាគតវែងឆ្ងាយដោយការជំរុញអនុវត្តការកែតម្រង់នានាដែលបានដាក់ចេញបន្សាំទៅនឹងគ្រប់ស្ថានភាពនៃបញ្ហាដែលកើតមានឡើងជាយថាហេតុនិងកែលម្អជាបន្តជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឲ្យសម្រេចបានដល់គោលដៅដែលបានគ្រោងទុកគឺកម្ពុជានឹងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030ហើយឈានឡើងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ជារួមកម្ពុជាបានចូលលើមូលដ្ឋានគ្រឹះកាន់តែរឹងមាំទោះបីស្ថានភាពកន្លងមកកម្ពុជាត្រូវប្រឈមដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកផលប៉ះពាល់ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទឹកជំនន់និងការរាំងស្ងួតយ៉ាងណាក៏ដោយក៏កម្ពុជាបានធ្វើឲ្យសម្រេចជោគជ័យមានការរីកចម្រើនគ្រប់វិស័យទាំងខាងវិស័យនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌និងការបរទេសនៅក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួនជាក់ស្ដែងកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ចន្លោះឆ្នាំ2008-2012សម្រេចបានជាមធ្យម 6.8% ឆ្នាំ2013កំណើនសេដ្ឋកិច្ចបានកើនដល់ 7.4% ក្នុងនោះផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗបានកើនឡើងពី$760នៅឆ្នាំ2008មក$1,043នៅឆ្នាំ2013ហើយអាចកើនដល់$1,130នៅឆ្នាំ2014នេះដោយឡែកអត្រានៃភាពក្រីក្របានធ្លាក់មកនៅត្រឹម 19% នៅឆ្នាំ2013ប្រការទាំងនេះបានធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី5ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដែលនឹងសម្រេចបាននៅគោលដៅអភិវឌ្ឍសហសវត្សរ៍មុនឆ្នាំ2015ព្រមទាំងជាប្រទេសស្ថិតចំណាត់ថ្នាក់លេខ1នៅអាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបាននៅល្បឿនក្នុងការកែលម្អសូចនាករផ្នែកសង្គមសេដ្ឋកិច្ចឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាទោះបីជាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនហើយអត្រាកាត់បន្ថយភាពក្រីក្របានធ្លាក់ចុះគួរឲ្យកត់សម្គាល់និងលទ្ធភាពក្នុងគ្រួសារដែលទទួលបានស្បៀងអាហារនិងការបរិភោគអាហារបានល្អប្រសើរឡើងនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខទៅនឹងឧបសគ្គជាច្រើនដែលបង្កឲ្យមានផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់គ្រួសារដោយសារផលិតភាពនិងពិពិធកម្មកសិកម្មកម្ពុជានៅមានកម្រិតទាបការទទួលបាននិងការប្រើប្រាស់ធនធានធម្មជាតិដែលនៅមានកម្រិតប្រើប្រាស់ធនធានជលផលនៅមានកម្រិតកង្វះការងារនិងឱកាសទទួលបានប្រាក់ចំណូលខ្ពស់ជាពិសេសនៅជនបទការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ជនក្រីក្រនិងជនដែលរស់នៅក្បែរខ្សែបន្ទាត់នៃភាពក្រីក្រដែលងាយទទួលរងនៅវិបត្តិតខ្លួននិងវិបត្តិពីខាងក្រៅដោយសារកត្តាសង្គមសេដ្ឋកិច្ចនិងគ្រោះធម្មជាតិដូច្នេះការបង្កើនសមត្ថភាពរបស់ក្រុមជនងាយរងគ្រោះសម្រាប់ដោះស្រាយបញ្ហាការពង្រីកសំណាញ់សុវត្ថិភាពសង្គមនិងការធ្វើឲ្យប្រសើរឡើងនៅយន្តការត្រៀមទប់ទល់និងកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះមហន្តរាយក្នុងនោះរាប់បញ្ចូលទាំងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុដែលនៅតែបន្តជាបញ្ហាប្រឈមចំពោះមុខនិងទៅអនាគតជាកិច្ចការដ៏ចាំបាច់របស់យើង
ស្ថានភាពនេះទាមទារឲ្យយើងត្រូវជំរុញការអភិវឌ្ឍមួយកម្រិតថែមទៀតទាំងផលិតភាពនិងប្រសិទ្ធភាពនិងសមត្ថភាពជារួមការគ្រប់គ្រងដល់ក្រុមជនក្រីក្រនិងជនងាយរងគ្រោះគឺជាការចាំបាច់មិនអាចមើលរំលងបានជាមួយនឹងការបង្កើនមូលធនមនុស្សដោយយើងត្រូវប្រែក្លាយជនក្រីក្រនិងជនងាយរងគ្រោះទៅជាកម្លាំងផលិតជាធនធានមនុស្សដែលចូលរួមចំណែកសកម្មដល់ការអភិវឌ្ឍជាតិយូរអង្វែងក្នុងស្មារតីនេះយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ 2014-2018 ដែលត្រូវបានប្រកាសឲ្យប្រើនាថ្ងៃនេះគឺស្របតាមការគិតគូរនិងចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាចក្ខុវិស័យរបស់សមាគមអាស៊ានដែលបានចែងនៅក្នុងក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ានផងដែរដូច្នេះយុទ្ធសាស្ត្រនេះមិនមែនសម្រាប់តែយើងទាំងអស់គ្នានៅពេលបច្ចុប្បន្ននេះទេប៉ុន្តែសម្រាប់កុមារនិងមនុស្សជំនាន់ក្រោយរបស់យើងទៀតផងកន្លងមករាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ច្រើនលើបញ្ហាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងនោះរួមមាន1ការធ្វើប្រព័ន្ធវប្បកម្មនិងធ្វើវិវិធកម្មប្រព័ន្ធកសិកម្មរបស់កសិករខ្នាតតូចនិងធ្វើឲ្យប្រសើរឡើងនៅការភ្ជាប់ទំនាក់ទំនងទីផ្សារការបែងចែកដីធ្លីនិងការផ្ដល់ប្លង់ដីជូនប្រជាជនក្រីក្រនិងគ្រួសារដែលជួបប្រទះបញ្ហាអសន្តិសុខស្បៀងការធ្វើឲ្យប្រសើរឡើងនៅការទទួលបានធនធានជលផលនិងព្រៃឈើការផ្ដល់ឱកាសជូនគ្រួសារក្រីក្រទទួលបានការងារមានប្រាក់ចំណូល2ការកែលម្អអាហារូបត្ថម្ភ 2014-2020 ដែលបានផ្សព្វផ្សាយដោយក្រសួងសុខាភិបាលកាលពីខែឧសភា 2014 កន្លងទៅនេះក្នុងគោលដៅធានាដល់ការកាត់បន្ថយនិងការបង្ការបញ្ហាកង្វះអាហារូបត្ថម្ភពិសេសបញ្ហាអាហារូបត្ថម្ភរបស់មាតានិងកុមារក្នុងរយៈពេល 1000 ថ្ងៃដំបូងនៃជីវិត3ការចូលរួមជាមួយចលនាពង្រឹងកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោកដែលសម្របសម្រួលដោយស្ថាប័នសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៃអង្គការសហប្រជាជាតិជាពិសេសកម្ពុជាបានសម្រេចចូលជាសមាជិកទី53នៃចលនានេះក្នុងខែកក្កដាឆ្នាំ 2014 នាពេលកន្លងទៅថ្មីនេះទោះបីសម្រេចបានយ៉ាងដូចនេះក៏ដោយជារួមរាជរដ្ឋាភិបាលទទួលស្គាល់ថាកម្ពុជានៅមានផ្លូវដ៏វែងឆ្ងាយសម្រាប់ធ្វើដំណើរទៅមុខហើយត្រូវពុះពៀឆ្លងកាត់ឧបសគ្គរាប់មិនអស់ថែមទៀតដើម្បីសម្រេចបាននូវវឌ្ឍនភាពនិងវិវលភាពសម្រាប់ប្រជាជាតិរបស់ខ្លួនក្នុងនោះការបន្តខិតខំដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលត្រូវដើរទន្ទឹមគ្នាជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនេះនៅតែជាគោលដៅដ៏ចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាលចូលលើស្មារតីនេះរាជរដ្ឋាភិបាលយល់ច្បាស់ពីភាពចាំបាច់នៃការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភដោយចាត់ទុកកិច្ចការនេះថាជាលក្ខខណ្ឌមួយដ៏សំខាន់សម្រាប់ធានាការអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ចភាពចម្រុងចម្រើននៃសង្គមជាតិនិងសមត្ថភាពសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំអនុវត្តឲ្យបានសម្រេចនៅចក្ខុវិស័យរបស់យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនេះហើយបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងនិងអន្តរាគមន៍រួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពតម្លាភាព
និងគណៈនៃភាពនៃការអនុវត្តយុទ្ធសាស្ត្រនេះឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាជារួមយើងយល់ថាបញ្ហាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនេះមិនមែនជាបញ្ហានៃវិស័យសុខាភិបាលឬកសិកម្មនោះទេប៉ុន្តែបញ្ហានេះជាប់ពាក់ព័ន្ធនឹងតួអង្គជាច្រើនដែលទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីនេះនិងក្នុងគោលបំណងរួមចំណែកបន្ថែមទៅលើការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនេះនឹងឲ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពខ្ពស់ធានាបានជោគជ័យខ្ញុំសូមឲ្យក្រុមប្រឹក្សាអភិវឌ្ឍកសិកម្មនិងជនបទនិងក្រសួងស្ថាប័នពាក់ព័ន្ធផ្ដោតការយកចិត្តទុកដាក់លើកិច្ចការសំខាន់មួយចំនួនទៀតដោយខាងក្រោមទី1ក្រុមប្រឹក្សាអភិវឌ្ឍកសិកម្មនិងជនបទត្រូវសម្របសម្រួលការដឹកនាំអនុវត្តគម្រោងនិងកម្មវិធីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឲ្យមានប្រសិទ្ធភាពខ្ពស់ដោយផ្អែកលើអតិភិបនានាដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនេះនិងការលើកកម្ពស់សុខដុមនីយកម្មទៅនឹងកម្មវិធីផ្សេងនិងពង្រឹងកិច្ចគាំពាររបស់ដៃគូគាំទ្ររបស់ដៃគូអភិវឌ្ឍនានាក្នុងវិស័យនេះឲ្យបានជាអតិបរមាទី2ក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភត្រូវរៀបចំបង្កើតផែនការសកម្មភាពមួយច្បាស់លាស់ដើម្បីធានាអនុវត្តបណ្ដាសកម្មភាពជាអាទិភាពនានាដែលមានចែងក្នុងឯកសារយុទ្ធសាស្ត្រជាតិនេះទី3ត្រូវរៀបចំបង្កើតកម្មវិធីតាមដានត្រួតពិនិត្យនិងវិយតម្លៃព្រមទាំងយន្តការផ្ដល់របាយការណ៍មួយសមស្របដើម្បីធានាឲ្យការអនុវត្តយុទ្ធសាស្ត្រជាតិនេះទទួលបាននូវប្រសិទ្ធភាពនិងដើម្បីពិនិត្យបន្តកែលម្អគោលនយោបាយកម្មវិធីក្នុងគោលបំណងអនុវត្តសកម្មភាពនិងអន្តរាគមន៍ឲ្យរឹតតែមានប្រសិទ្ធភាពថែមទៀតទី4